បុរសនោះបានយកដាវដែលមានទម្ងន់10000ដាវមកកាប់ស្លឹកប៉ុន្តែគាត់បានប្រឹងប្រែងអស់ពីកម្លាំងដើម្បីវែកដាវដ៏ធ្ងន់នោះប៉ុន្តែគាត់បានកាត់តែ4ស្លឹកប៉ុណ្ណោះគាត់បានក្លាយជាបេក្ខភាពដែលមានចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមអ្នកទាំងអស់ឃើញបែបនេះគ្រប់គ្នាសើចចំអកឲ្យគាត់តែម្ចាស់របស់គាត់បានកត់សម្គាល់ឃើញអ្វីមួយខុសគាត់បានរកឃើញថាដាវនៅក្នុងដៃបុរសនោះមិនមែនជាដាវធម្មតាទេប៉ុន្តែដាវដែកអាចកំបាំងដែលមានទេពកោសល្យលើសពី100ជំនាញដាវក្នុងរយៈពេលត្រឹមតែ5ឆ្នាំគាត់បានឈានដល់កម្រិតកំពូលនៃជំនាញដាវក្នុងរយៈពេល2 3ថ្ងៃនឹងមានការប្រកួតក្បាច់គុណដ៏អស្ចារ្យបុរសនោះសម្រេចចិត្តផ្លាស់ប្ដូរជោគវាសនារបស់គាត់តាមរយៈការប្រកួតមុនពេលចាក់ចេញម្ចាស់របស់គាត់បានផ្ដល់ឲ្យគាត់នៅដាវដែកអាចកំបាំងទម្ងន់10000ឆ្មាគ្រូប្រាប់គាត់ឲ្យកាន់ដាវនៅលើខ្នងរបស់គាត់គ្រប់ពេលដោយនឹកស្មានមិនដល់ដោយសារកំហុសរបស់ម្ចាស់បុរសនោះបានដាវដែកមួយទម្ងន់1000ការប្រកួតចែកចេញជា3ជុំដរាបណាបុរសនោះធ្វើបានល្អក្នុង2ជុំដែលនៅសល់គាត់នៅតែអាចឈ្នះបានឆាប់វគ្គទី2បានចាប់ផ្ដើមអនុប្រធានសមាគមដាវបានបញ្ចេញវិញ្ញាណដាវចំនួន9នៅលើសង្វៀនដែលជាអ្នកដែលអាចទប់ទល់នឹងការវាយប្រហាររបស់វិញ្ញាណដាវបានយូរបំផុតនិងឈ្នះបុរសវ័យក្មេងម្នាក់ដែលប្រឈមមុខនឹងការវាយប្រហាររបស់វិញ្ញាណដាវដកថយជំនួសឲ្យការឈានទៅមុខ